បាទពូសម្រាប់រូបខ្ញុំបានដាក់ពាក្យបណ្ដឹងទៅស្នងការរាជធានីហើយអញ្ចឹងពូករណីដែលគាត់បោះរូបខ្ញុំទាំងខ្ញុំបានទៅពាក្យណាបងមិនតែបើចំពោះរូបខ្ញុំហ្មងខ្ញុំអត់បានទៅខ្ចីបុគ្គលម្នាក់ហ្នឹងទេអញ្ចឹងពលរដ្ឋរងគ្រោះស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនិងថ្នាក់ដឹកនាំកម្ពុជាជួយអន្តរាគមន៍ករណីម្ចាស់គណនី Facebook មួយយករូបភាពទៅបង្ហោះចោតប្រកាន់និងប្រមាថជាសាធារណៈភ្នំពេញថ្ងៃទី26ខែសីហាឆ្នាំ2026អង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានសេចក្តីរាយការណ៍និងសំណុំពរពីប្រជាពលរដ្ឋដែលអះអាងថាខ្លួនជាជនរងគ្រោះស្នើសុំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់គណនី Facebook មួយឈ្មោះ Valley Lab ពាក់ព័ន្ធនឹងការយករូបភាពរបស់ពួកគាត់ទៅបង្ហោះដោយគ្មានការអនុញ្ញាតព្រមទាំងប្រើប្រាស់ពាក្យសម្ដីប្រមាថនិងចោទប្រកាន់ជាសាធារណៈយោងតាមការបញ្ជាក់ពីប្រភពរងគ្រោះដែលបានផ្ដល់ផុសតាងមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំបានរៀបរាប់ថាការពីពេលថ្មីៗនេះម្ចាស់គណនីឈ្មោះ Valley Lab បានយករូបភាពរបស់គណនីឈ្មោះម៉ាក់រស្មីនិងអូនស្លេកទៅបង្ហោះលើបណ្ដាញសង្គមដោយពុំមានការអនុញ្ញាតពីសម័យខ្លួនជាងនេះទៅទៀតម្ចាស់គណនីខាងលើបានភ្ជាប់មកជាមួយនៅសារចោទប្រកាន់រឿងបំណុលប្រាក់$2000ព្រមទាំងប្រើប្រាស់ពាក្យពេចន៍អសរោះជេរប្រតិចនិងដាក់បណ្ដាសាយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពួកគាត់យ៉ាងខ្លាំងខណៈដែលប្រភពរងគ្រោះបានអះអាងទាត់ចោលថាពួកគាត់ពុំបានជំពាក់ដោយការចោទប្រកាន់នោះឡើយផ្អែកតាមទស្សនវិជ្ជាច្បាប់និងសង្គមការយករូបភាពបុគ្គលណាមួយទៅបង្ហោះដោយគ្មានការអនុញ្ញាតព្រមទាំងប្រើប្រាស់ពាក្យសម្ដីប្រមាថនិងចោទប្រកាន់ជាសាធារណៈគឺជាទង្វើដែលប៉ះពាល់ដល់សិទ្ធិបុគ្គលនិងផ្ទុយទៅនឹងក្រមសីលធម៌សង្គមកន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងព័ត៌មានក្រសួងកិច្ចការនារីនិងក្រសួងវប្បធម៌វិចិត្រសិល្បៈតែងតែចេញសេចក្តីថ្លែងការណ៍អប់រំនិងប្រមានចាត់វិធានការចំពោះរាល់ការបង្ហោះសារប្រមាថដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គមជាពិសេសទង្វើបែបនេះក៏ផ្ទុយនឹងអនុសាសន៍ណែនាំដល់ពងពោះរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរឲ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលប្រើប្រាស់បណ្ដាញសង្គមដើម្បីជេរប្រមាថនិងបរិហាកេរអ្នកដទៃដោយគ្មានការលើកលែងតបតាមសំណុំពររបស់ប្រជាពលរដ្ឋរងគ្រោះនិងដើម្បីធានាបាននូវភាពយុត្តិធម៌ស្របតាមនីតិរដ្ឋអង្គភាពសារព័ត៌មានយើងខ្ញុំសូមគោរពអំពាវនាវដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវលើករណីនេះដើម្បីស្វែងរកការពិតនិងចាត់វិធានការតាមនីតិវិធីច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធនិងដើម្បីពង្រឹងសីលធម៌ក្រោមការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំស្វាគមន៍ជានិច្ចចំពោះការចេញមុខបកស្រាយពីសំណាក់ម្ចាស់គណនី Valley Lab រាល់ម៉ោងធ្វើការដើម្បីឆ្លើយតបនឹងការចោទប្រកាន់ខាងលើស្របតាមវិជ្ជាជីវៈសារព័ត៌មានដែលមានតុល្យភាពនិងតម្លាភាព